បងស្រីចុះយ៉ាងណាចំពោះចៅហ្វាយរបស់អ្នកហើយចៅហ្វាយរបស់អ្នកចេញត្រូវហើយមានបញ្ហាអ្វីខ្ញុំបានខ្ចីប្រាក់2ម៉ោងពីអ្នកដើម្បីគិតថ្លៃនឹងដកប្រាក់99យន់ពីខ្ញុំតើអ្នកកំពុងលួចលុយហើយអ្វីបានជាអ្នកនិយាយបែបនេះអ្នកមិនរក្សារបស់ផ្ទាល់ខ្លួនឲ្យបានល្អទេហើយប្រាក់ត្រូវបានគេកាត់ដូច្នេះវាអាស្រ័យលើយើងប្រហែលជាអ្នកគឺជាអ្នកដែលខ្ចាត់ខ្ចាយអ្វីមួយនៅទីនោះដែលរារាំងខ្ញុំមិនឲ្យទទួលជោគជ័យប្រាប់ខ្ញុំពីរបៀបដោះស្រាយវាផងបានទេបុគ្គលិករបស់យើងទាំងអស់ត្រូវបានបណ្ដុះបណ្ដាលវាមិនអាចទៅរួចទេដែលពួកគេធ្វើរឿងបែបនេះខ្ញុំឃើញថាមាត់នេះនៅទេប្រហែលជាម្នាក់ក្នុងចំណោមអ្នកទាំងនោះមានដៃនិងជើងមិនល្អយកវាទៅតើអ្នកកំពុងនិយាយអំពីអ្វីយើងមិនទទួលយកការចោទប្រកាន់បែបនេះដោយគ្មានភស្តុតាងទេយើងនឹងឆែកមើលកាមេរ៉ានៅក្នុងហាងនោះនឹងដឹងថាអ្នកណាជាអ្នកខុសសូមពិនិត្យមើលឥឡូវនេះកូលីនវាមិនចាំបាច់ក្នុងការត្រួតពិនិត្យទេមែនទេខ្ញុំគិតថាមនុស្សប្រភេទនេះនៅទីនេះដើម្បីពុករលួយលុយខ្ញុំមិនខ្លាចគេសួរទេប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកច្រឡំទេខ្ញុំសុំទោសលោកមានការបរាជ័យក្នុងការត្រួតពិនិត្យហាងរបស់យើងចាប់តាំងពីធនាគារធម្មពលត្រូវបានឃុំខ្លួននៅក្នុងហាងរបស់យើងខ្ញុំនឹងផ្ទេរវាទៅអ្នកដោយឯកជនខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅបានបញ្ចុះតម្លៃ50សេនទៀតតើអ្នកអាចឃើញវាទេមិនអីទេអ្នកដើរយឺតបងប្អូនជីដូនមួយអ្នកពិតជាមិនចាំបាច់តាក់ទងជាមួយមនុស្សបែបនេះទេខ្ញុំឃើញមនុស្សប្រភេទនេះច្រើនតើអ្នកពិតជាមិនបានយកអ្នកចេញទេខ្ញុំបានឃើញគាត់មិនបានដាក់វាហើយគិតថាគាត់មិនចង់បានវាដូច្នេះខ្ញុំក៏រើវាប្រសិនបើវាមិនដំណើរការវាជាទ្រព្យសម្បត្តិរបស់អតិថិជនតើអ្នកកំពុងរើវាលួចវាទេសូមទោសបងប្អូនជីដូនមួយខ្ញុំនឹងមិនហ៊ានម្ដងទៀតនៅពេលក្រោយខ្ញុំពិតជាមិនខ្ជះខ្ជាយច្រើនទេកុំធ្វើដូចនេះនៅពេលក្រោយចុះពីការងារអរគុណបងប្អូនជីដូនមួយតារាងនេះគឺជាតិដែលអ្នកបានផ្ដល់ឲ្យអ្នកមិនបានលួចវាទេតើនរណាផ្សេងទៀតតើអ្នកនៅតែរឹងរូសទៀតមែនទេខ្ញុំមិនបានធ្វើអ្វីទាំងអស់ខ្ញុំទុកទូរស័ព្ទនៅលើតុបន្ទាប់ពីឆែកមើលភ្លេចយកវាមកវិញហើយវាក៏បាត់ទៅអ្នកគឺជាចៅហ្វាយមែនទេមួយនៅក្នុងហាងរបស់អ្នករាប់ជាមួយខ្ញុំត្រូវពិនិត្យអ្នកដែលបានទៅបន្ទប់ឯកជននេះនឹងយកកាបូបរបស់ពួកគេចូលពិតជាអត់ទោសខ្ញុំប្រញាប់ណាស់ឥឡូវនេះវាមិនអីទេសូមសរសេរអាសយដ្ឋានយើងអាចផ្ញើវាទៅអ្នកនៅពេលយើងរកឃើញសូមអរគុណសូមទោសខ្ញុំត្រូវការការពន្យល់បងប្អូនជីដូនមួយខ្ញុំមិនចង់និយាយទេខ្ញុំនឹងរក្សាទុកវាហើយឲ្យវាទៅគាត់នៅពេលគាត់ត្រឡប់មកវិញខ្ញុំមិនរំពឹងថាគាត់នឹងមានកំហឹងមិនល្អទេខ្ញុំមិនហ៊ានផ្ដល់ឲ្យទេខ្ញុំមិនហ៊ានផ្ដល់ឲ្យគាត់ទេហើយវាត្រូវចំណាយពេលយូរមុននឹងក្រោយពេលពិនិត្យអ្នកអាចឲ្យវាដល់ខ្ញុំអ្នកបាននិយាយថាអ្នកមិនហ៊ានផ្ដល់ឲ្យខ្ញុំទេបងប្អូនជីដូនមួយខ្ញុំសុំទោសខ្ញុំខុសហើយខ្ចីទូរស័ព្ទនឹងរឿង3ប្រសិនបើរឿងនេះកើតឡើងម្ដងទៀតខ្ញុំទទួលបាននេះនៅតុខាងមុខខ្ញុំចង់ផ្ដល់ឲ្យអ្នកខ្ញុំបានរកឃើញប្រពន្ធរបស់ខ្ញុំចិញ្ចៀនបានរកឃើញបន្ទប់ទឹកដែលអ្នកកំពុងរកសូមទោសចៅហ្វាយឥឡូវយើងបានរកឃើញហើយតោះទៅមុនអាហារត្រូវបានបងប្អូនជីដូនមួយសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកក្នុងពេលនេះខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃស្អែកនៅពេលដែលការជឿទុកចិត្តដួលរលំ